បងប្អូនដែលចូលចិត្ត course ស្ពៃជូរជាមួយពោះវៀនណាកុំអូសរំលងវីដេអូនេះឲ្យសោះណាវិធីសម្អាតពោះវៀនកុំឲ្យមានក្លិនបងប្អូនត្រូវលាងវាជាមួយអំបិលសិនបន្ទាប់មកទៀតបងប្អូនត្រូវយកវាទៅស្ងោរតែបងប្អូនស្ងោរមិនបាច់ដាក់ទឹកទេណាដោយសារពោះវៀននេះវាជាតិរំអិលច្រើនណាស់ពេលដែលយើងស្ងោរដាក់ទឹកចឹងទៅវាចេញអាជាតិរំអិលហ្នឹងមកអស់បានល្អមែនតើហ្មងបងប្អូនតែបងប្អូនស្ងោរវាប្រកាសថាអស់រំអិលហើយបងប្អូនយកវាទៅលាងទឹកម្ដងទៀតហើយចាំយកវាមកហាន់ណាពេលដែលយើងហាន់ពោះវៀនរួចរាល់ហើយយើងមកចាប់ផ្ដើមខបងប្អូនជាដំបូងយើងលីងពោចកាក់ឈើអែមហ្នឹងឲ្យវាឈ្ងុយសិនទៅចាំយើងក្លោយស្ករក្រហមយើងឲ្យឡើងពងក្រាំងណាបន្ទាប់មកទៀតចាំយើងដាក់ខ្ទឹមសខ្ទឹមក្រហមម្រេងគល់ក្រៃចូលលីងឲ្យវាឈ្ងុយជាមួយស្ករក្រហមហ្នឹងហ្មងណាបងប្អូនបន្ទាប់ពីកូរគ្រឿងទាំងអស់ឈ្ងុយល្អហើយយើងដាក់វាជាមួយប៊ីចេងអំបិលម្រេចខ្ញុំកូរគ្រឿងទាំងអស់ឲ្យសព្វចូលគ្នាទៅបងប្អូនឲ្យឡើងឈ្ងុយឲ្យឡើងពណ៌ក្រហមស្អាតមែនតើហ្មងបាទខ្ញុំចាក់ពោះវៀនរបស់ខ្ញុំចូលទៅសម្រាប់ផ្ទះខ្ញុំហ្មងបងប្អូនពោះវៀនខ្ញុំចូលចិត្តហាន់ឲ្យរួចរាល់អញ្ចឹងហ្មងដល់ពេលយើងញ៉ាំវាងាយស្រួលញ៉ាំបាច់ចាំដល់ពេលញ៉ាំទៅយើងយកមកហាន់ទៅកុំឲ្យវាប្រឡាក់ឈុញប្រឡាក់កបិតអីចឹងណាបងប្អូនជាចុងក្រោយខ្ញុំបន្ថែមវាជាមួយស្ពៃជូរហើយនឹងពងមាន់ដែលខ្ញុំស្ងោររួចទៀតណាបងប្អូនបញ្ជាក់ជូនបងប្អូនបន្តិចខពោះវៀនជាមួយស្ពៃជូរនេះបងប្អូនខ្ញុំអត់តន់ប្រើទឹកទេណាដោយសារពោះវៀនហ្នឹងវារៀងចេញទឹកច្រើនអញ្ចឹងខ្ញុំរងាស់ទឹកពោះវៀនហ្នឹងប្រហែលជា1ម៉ោងសិនបងប្អូនវារៀងកោកទឹកជាងហើយបាទខ្ញុំថែមទឹកទៅតាមក្រោយខពោះវៀនជាមួយស្ពៃជូរនេះបងប្អូនអ្វីដែលញ៉ាំឆ្ងាញ់ជាងគេត្រូវជាងគេគឺជាមួយបបរសហ្មងបងប្អូននិយាយមែនណាបងប្អូនណាខ្លះដែលចូលចិត្តដូចខ្ញុំកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណា